អ្វីដែលគោធ្វើហើយនឹងអ្វីដែលមិនគោធ្វើប៉ះពាល់ជាមួយនឹងតម្រងនោមបងប្អូនសង្កេតឃើញមនុស្សកំពុងតែមានបញ្ហាតម្រងនោមគឺច្រើនមែនទែនពីមួយថ្ងៃទៅមួយថ្ងៃឃើញបងប្អូនប្រជាពលរដ្ឋកំពុងតែជួបវិបត្តិប៉ះពាល់ជាមួយនឹងសុខភាពតម្រងនោមមានបងប្អូនខ្លះឈានដល់ការលាងឈាមមានបញ្ហាខូចកលៀអ្វីដែលបងប្អូនមិនគួរធ្វើទី1គឺការដែលបងប្អូនមានទម្លាប់មួយក្នុងការទប់នោមការដែលបងប្អូនរវល់នៅក្នុងការធ្វើការរកស៊ីឬក៏ធ្វើការងារយ៉ាងណាក៏ដោយក៏បងប្អូនឆ្លៀតនៅក្នុងការទៅនោមឬក៏ទៅបាត់ជើងតូចចេញដែរព្រោះតែកាលណាបងប្អូនទប់នោមយូរវាជាហេតុដែលបង្កឲ្យបងប្អូនខូចតម្រងនោមខ្លួនឯងនឹងដោយមិនដឹងខ្លួនអញ្ចឹងទោះបីជាបងប្អូនរវល់រកស៊ីរវល់ធ្វើការយ៉ាងណាក៏ដោយក៏ត្រូវតែឆ្លៀតដែរព្រោះសុខភាពគឺជារឿងសំខាន់ពេលណាដែលបងប្អូនខូចតម្រងនោមពេលណាដែលបងប្អូនលាងឈាមមិនថាការងារឬក៏មុខរបររកស៊ីបងប្អូនគឺត្រូវបាត់គ្រប់យ៉ាងអ្វីដែលមិនគួរធ្វើទី2គឺកុំប្រើថ្នាំបំបត្តិការឈឺចាប់ផ្ដេសផ្ដាស់ច្រើនពេកព្រោះតែកាលណាបងប្អូនញ៉ាំថ្នាំបំបត្តិការឈឺចាប់ផ្ដេសផ្ដាស់ក៏ជាហេតុមួយដែលបង្កឲ្យបងប្អូននឹងមានបញ្ហាខូចតម្រងនោមឈានដល់ការលាងឈាមដូចគ្នាជាពិសេសពុកម៉ែបងប្អូនដែលគាត់មានបញ្ហាតទៅនឹងសរសៃតទៅនឹងឆ្អឹងគាត់ញ៉ាំថ្នាំបំបត្តិការឈឺចាប់នឹងច្រើនយូរទៅវាបង្កឲ្យខូចតម្រងនោមបងប្អូនទាំងអស់គ្នានឹងដោយមិនដឹងខ្លួននឹងឯងហើយរឿងដែលមិនគួរធ្វើទី3គឺកុំទទួលទាននៅអាហារដែលមានរសជាតិដិតខ្លាំងពេកមិនថាអាហារដែលមានរសជាតិប្រៃខ្លាំងឬក៏ផ្អែមខ្លាំងទេអាហារប្រៃឬក៏អាហារផ្អែមគឺជាសត្រូវដែលបំផ្លាញតម្រងនោមបងប្អូនពីមួយថ្ងៃបន្តិចដោយបងប្អូនមិនដឹងខ្លួននោះទេបងប្អូនញ៉ាំចូលទៅឆ្ងាញ់ប៉ុន្តែវាបំផ្លាញសុខភាពតម្រងនោមបងប្អូននឹងនៅថ្ងៃក្រោយហើយរឿងដែលបងប្អូនគួរតែដឹងឬក៏ធ្វើឲ្យបាននៅក្នុងការថែទាំតម្រងនោមនឹងទី1គឺការដែលបងប្អូនមានទម្លាប់នៅក្នុងការហាត់ប្រាណឲ្យបានទៀងទាត់ហើយជាប្រចាំការដែលបងប្អូនហាត់ប្រាណទៀងទាត់ហាត់ប្រាណជាប្រចាំវាមិនត្រឹមតែជួយសរីរាង្គមកទល់ខ្លួនទេវាថែមទាំងជួយសុខភាពតម្រងនោមឲ្យបងប្អូននឹងសុខភាពល្អទៀតផងរឿងដែលបងប្អូនគួរតែធ្វើឲ្យបានទី2នេះគឺប៉ះពាល់ជាមួយនឹងការដែលបងប្អូនទទួលទានទឹកធ្វើម៉េចឲ្យបានគ្រប់គ្រាន់ព្រោះតម្រងនោមបងប្អូនត្រូវការជាតិទឹកខ្លាំងមែនតើនៅក្នុងការចម្រោះចម្រាញ់ជាតិពុលគីមីដែលមិនល្អចេញពីរាងកាយបើសិនជាបងប្អូនញ៉ាំទឹកមិនបានគ្រប់ញ៉ាំទឹកមិនបានច្រើននៅក្នុងរាងកាយតាមគីឡូរបស់បងប្អូនមានហ្នឹងជាហានិភ័យខ្លាំងមែនតើដែលបងប្អូនមានបញ្ហាប្រឈមជាមួយនឹងសុខភាពជាពិសេសគឺតម្រងនោមដូច្នេះហើយបើសិនជាបងប្អូនចង់ថែតម្រងនោមកុំឲ្យមានបញ្ហាខូចកុំឲ្យមានបញ្ហាដល់ការលាងឈាមហ្នឹងព្យាយាមញ៉ាំទឹកឲ្យបានគ្រប់តាមគីឡូដែលបងប្អូនមានបងប្អូនកុំភ្លេចជួយ share ចែករំលែកវីដេអូនឹងអ្នកមួយផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលគាត់បានទទួលដឹងនៅព័ត៌មានតទៅជាមួយនឹងសុខភាពទាំងអស់គ្នា